រតនាកែទី1ពអីក្នុងនេះពោខៀវខៀវហើយយើងធ្វើគិតថាម៉េចបានចេញពណ៌ខៀវរៀនទៅយប់មិញហើយឆាប់ផ្លេចមកអូនពេលរៀននេះយើងត្រូវមានហៅមានអីណោតទុកហ្នឹងខ្ញុំចេះតែមើលកុយមើលទូរស័ព្ទហើយអត់នេះវាអញ្ចឹងយើងចាប់បានទេមើលផលកែទី1ពណ៌អីឈប់លោកគ្រូសុំកាត់តិចសិនកែទី1គេដាក់ albumin គេដាក់សូត្របាទគេដាក់តុងដែងអត់យល់ស៊ូណាលោកគ្រូខ្ញុំអត់យល់ពេលប្រតិកម្មលោកបាទគេដាក់ albumin albumin យើងដឹងហើយ albumin យើងយកសសុទ្ធមកយកសសុទ្ធរបស់ពងហ្នឹងហើយយើងយកវាទៅចម្រោះទៅយើងបានទៅជាសូស្យងមួយគេហៅថាសូស្យង albumin អញ្ចឹងយើងយកសូស្យងហ្នឹងយើងមកដាក់នៅក្នុងកែវណាបាទបន្ទាប់ទៀតកែវទី1ហ្នឹងហើយយើងដាក់ស៊ូតយកអ៊ីថូស៊ីតអញ្ចឹងយើងដឹងហើយ albumin វាជា protein កាលណា protein វាចងជាប់វាកើតឡើងដោយអាស៊ីតអាមីណេអាស៊ីតអាមីណេវាជាប់គ្នាដោយចំណងពពទានអញ្ចឹងគេដាក់ស៊ូតហ្នឹងដើម្បីអីគឺដើម្បីកាត់ផ្ដាច់ចំណងហ្នឹងណាចំណងពពទានហ្នឹងធ្វើឲ្យអាស៊ីតអាមីណេដាក់ចេញពីគ្នាណាដល់ពេលដាក់តុងដែងទៅដាក់តុងដែងស៊ុតផាតទៅគឺតុងដែងស៊ុតផាតហ្នឹងកាលណាបើអត់មានការផ្ដាច់ចំណងដោយស៊ូទេផ្ដាច់សម្ព័ន្ធពពទានដោយស៊ូទេវាអត់មានប្រតិកម្មជាមួយ albumin ទេហើយនៅពេលដែលស៊ូដាច់សម្ព័ន្ធរបស់វាសម្ព័ន្ធពពទានហើយយើងដាក់តុងដែងស៊ុតផាតទៅវានឹងធ្វើប្រតិកម្មជាមួយនឹង albumin ពេលវាធ្វើប្រតិកម្មជាមួយ albumin វាបង្កើតបានទៅជាពណ៌ស្វាយណាព្រោះតុងដែងហ្នឹងគឺពណ៌ខៀវអញ្ចឹង albumin ហ្នឹងគឺពណ៌ថ្លាអញ្ចឹងពេលដែលធ្វើប្រតិកម្មវាបង្កើតបានទៅជាពណ៌មួយគេហៅថាពណ៌ស្វាយនេះហើយដល់ពេលកែវទី2 albumin យើងដាក់តែ albumin ហើយនឹងស៊ូតអញ្ចឹងស៊ូតវាគ្រាន់តែផ្ដាច់សម្ព័ន្ធទេវាអត់បានធ្វើឲ្យវាចេញទៅជាពណ៌ផ្សេងទេនៅតែរក្សាពណ៌ថ្លាដដែលណាបាទកែវទី3បានន័យថា albumin វាពណ៌ថ្លាលាយជាមួយនឹងតុងដែងស៊ុបផាតនេះវាពណ៌ខៀវអញ្ចឹងលាយកាត់ចូលគ្នាវាបង្កើតបានទៅជាពណ៌មួយហៅថាពណ៌ផ្ទៃមេឃហើយកែវទី4នៅកែវទី4គេដាក់ស៊ូតដាក់តុងដែងណាអញ្ចឹងកែវទី4នេះស៊ូតនិងតុងដែងហ្នឹងវាអត់មានប្រតិកម្មទេវាជាពពួកអំបិលថាអាល់កាឡាំងអញ្ចឹងវាអត់មានប្រតិកម្មមួយគ្នាអញ្ចឹងវានៅរក្សាពណ៌របស់តុងដែងស៊ុតផាតដែលគឺពណ៌ខៀវណាអញ្ចឹងយើងចង់បង្ហាញអំពីសោតនេះគេថានៅពេលដែលវាបង្កើតបានជាពណ៌ស្វាយបានន័យថាបង្ហាញថាវាមានវត្តមានប្រូតេអ៊ីនដែលធ្វើឲ្យវាមានប្រតិកម្មជាមួយនឹងតុងដែងស៊ុលផាតអញ្ចឹងយើងធ្វើវិសោធន៍ហ្នឹងគឺដើម្បីបង្ហាញពីអត្តសញ្ញាណ albumin អញ្ចឹងកាលណាវាមានប្រតិកម្មជាមួយនឹងតុងដែងស៊ុលផាតបានន័យថាវាមានវត្តមានរបស់ប្រូតេអ៊ីនអញ្ចឹងអានេះយើងកែវទី3នេះយើងមានតុងដែងស៊ុលផាតហើយនិង albumin អញ្ចឹងមិនបានវាអត់មានប្រតិកម្មពីព្រោះអត់មានអ្នកផ្ដាច់សម្ព័ន្ធពពទានរបស់វាណាអញ្ចឹងវាអត់មានប្រតិកម្មទេតើវាផ្ដាច់សម្ព័ន្ធហើយយើងដាក់ស៊ូតនេះផ្ដាច់សម្ព័ន្ធហើយបានវាអាចមានប្រតិកម្មនេះយើងពិសោធន៍ម្សិលវិញអញ្ចឹងថ្ងៃនេះយើងចូលមេរៀនថ្មីមួយទៀតយើងសិក្សាទៅលើមេរៀនទី3ក្នុងជំពូក4យើងនិយាយអំពីអង្គស៊ីមណាបាទមេរៀនទី3យើងនិយាយអំពីអង្គស៊ីមហើយយើងបើកសភៅមកយើងអានទាំងអស់គ្នាមកបើមិនយល់យើងសួរណាឥឡូវយើងមើលសភៅមានអីជាងមើលទេជាងអានសភៅទេបាទយើងថាប្រសិនបើអ្នកបានទៅទស្សនារោងចក្រគីមីមួយណាឬក៏សិក្សាពីលំនាំគីមីអ្នកនឹងបានដឹងពីប្រតិកម្មនៅក្នុងរោងចក្រគីមីអញ្ចឹងឥឡូវឧទាហរណ៍យើងទៅទស្សនកិច្ចនៅរោងចក្រស៊ីម៉ង់ឬក៏រោងចក្រអីផ្សេងមួយទៀតចឹងមករោងចក្រគីមី
ដែលកើតឡើងពីលោហៈហើយមានសម្ពាធនិងសីតុណ្ហភាពខ្ពស់ណារោងចក្រនេះប្រើប្រាស់តែវត្ថុធាតុដើមបើយើងឧទាហរណ៍ដូចជារោងចក្រផលិតម្សៅមីត្រូវការវត្ថុធាតុដើមមកវាគឺដំឡូងឈើណាដំឡូងមីយើងប៉ុន្តែពួកឈើហ្នឹងគេយកផលិតម្សៅមីណាចំណែកនៅក្នុងសារពាង្គកាយមានប្រតិកម្មគីមីជីវៈជាច្រើនណាដែលគេប្រើពាក្យប្រតិកម្មគីមីជីវៈគឺជីវិតណាទាំងប្រតិកម្មប្រព្រឹត្តទៅនៅក្នុងសារពាង្គកាយដែលទ្រទ្រង់លំនាំនៃការរស់នៅរបស់មនុស្សអញ្ចឹងយើងខ្លួនយើងមួយហ្នឹងគឺនៅក្នុងសារពាង្គកាយរបស់យើងមានប្រតិកម្មគីមីជាច្រើនណាហើយប្រតិកម្មទាំងហ្នឹងมันអាចប្រព្រឹត្តទៅបានដោយវាអាចប្រព្រឹត្តទៅបានដោយសារសារធាតុមួយយ៉ាងណាគេហៅថាអង់ស៊ីមណាចឹងក្នុងសារពាង្គកាយរបស់យើងមានប្រតិកម្មបើប៉ាន់ប្រមាណប្រហែលជា2000ប្រតិកម្មអញ្ចឹងវាប្រហែលជាត្រូវការអង់ស៊ីមប្រហែលជា2000ប្រភេទដែរណាចឹងមានប្រតិកម្មច្រើនណាស់ទី1យើងសិក្សាទៅលើគេថាអ្វីទៅជាអង់ស៊ីមណាដាក់សញ្ញាសួរមួយអ្វីទៅជាអង់ស៊ីមចឹងក្នុងមេរៀននេះយើងត្រូវយល់អំពីអង់ស៊ីមឲ្យច្បាស់ហើយយើងអានតទៅទៀតគេថាប្រតិកម្មគីមីដែលប្រព្រឹត្តនៅក្នុងសារពាង្គកាយរបស់មនុស្សយើងហ្នឹងបើដោយសារតែសារធាតុមួយយ៉ាងដែលគេឲ្យឈ្មោះថាអង់ស៊ីមហើយយើងនឹងសិក្សាថាតើអង់ស៊ីមជាអីណាដើម្បីស្វែងយល់អំពីអង់ស៊ីមយើងក៏បីសិក្សាពីកាតាលីករណាកាតាលីករយើងយល់ហើយក្នុងប្រតិកម្មគីមីដែលជួយជំរុញអត្រានៃល្បឿនប្រតិកម្មគីមីណាជួយជំរុញអត្រានៃល្បឿនប្រតិកម្មគីមីជាទូទៅអង់ស៊ីមទាំងអស់ជាប្រូតេអ៊ីននេះយើងទៅចាំហើយអង់ស៊ីមទាំងអស់ជាប្រូតេអ៊ីនបានន័យថាគ្រប់អង់ស៊ីមគឺជាប្រូតេអ៊ីនដូចគេថាអង់ស៊ីមទាំងអស់ជាប្រូតេអ៊ីនក៏ប៉ុន្តែប្រូតេអ៊ីនទាំងអស់មិនមែនសុទ្ធតែជាអង់ស៊ីមទេណាបាទគេថាអង់ស៊ីមទាំងអស់គឺជាប្រូតេអ៊ីនប៉ុន្តែប្រូតេអ៊ីនទាំងអស់មិនមែនសុទ្ធតែជាអង់ស៊ីមទេគេថាអ្នកតាគឺជាដើមពោណាគ្រប់ដើមពោទាំងអស់មិនមែនសុទ្ធតែជាអ្នកតាទេណាអាហ្នឹងដូចគ្នាដែរអង់ស៊ីមទាំងអស់គឺជាប្រូតេអ៊ីនប៉ុន្តែប្រូតេអ៊ីនទាំងអស់មិនមែនសុទ្ធតែជាអង់ស៊ីមទេយើងដឹងហើយថាប្រូតេអ៊ីនដើរតួនាទីនៅក្នុងសារពាង្គកាយយើងរហូតដល់6យ៉ាងប្រូតេអ៊ីនខ្លះវាដើរតួជាកាតាលីករហ្នឹងបានន័យថាប្រូតេអ៊ីនហ្នឹងវាដើរតួជាអង់ស៊ីមហើយប្រូតេអ៊ីនខ្លះទៀតដើរតួជាប្រូតេអ៊ីនតម្រង់ណាដើរតួជាអីផ្សេងទៀតមកអញ្ចឹងគ្រប់ប្រូតេអ៊ីនទាំងអស់មិនមែនសុទ្ធតែជាអង់ស៊ីមទេប៉ុន្តែគ្រប់អង់ស៊ីមទាំងអស់គឺជាប្រូតេអ៊ីនពីព្រោះអង់ស៊ីមមានកំណើតមកពីប្រូតេអ៊ីនជាទូទៅអង់ស៊ីមទាំងអស់ជាប្រូតេអ៊ីនដែលមាននាទីសំខាន់ក្នុងសារពាង្គកាយបើនិយាយពីជីវិតពិតគឺมันអាចខ្វះអង់ស៊ីមបានឡើយណាអញ្ចឹងបានន័យថានៅក្នុងសារពាង្គកាយយើងมันអាចប្រព្រឹត្តទៅដោយគ្មានអង់ស៊ីមបានឡើយកម្មភាពផ្សេងៗនៅក្នុងសារពាង្គកាយមិនអាចប្រព្រឹត្តទៅបានទេប្រសិនបើគ្មានអង់ស៊ីមជាណាលក្ខណៈសម្បត្តិរបស់អង់ស៊ីមគឺជាកាតាលីករជីវៈបានន័យថាជីវិតកាតាលីករនៅក្នុងភាវៈដែលមានជីវិតដែលមានប្រតិកម្មយថាប្រភេទកម្រិតខ្ពស់មិនតែបណ្ដោសកម្មភាពប្រតិកម្មគីមីជីវៈគឺទៀងទាត់និងជាក់លាក់ទៀតផងឃើញទេបាទអញ្ចឹងយើងតទៅទៀតបើយើងថាបើយើងមើលសភៅតិចមកគេថាដល់យើងដល់មេរៀនអង់ស៊ីមណាក្នុងចំណោមនាទីទាំងអស់នាទីសំខាន់ជាងគេរបស់ប្រូតេអ៊ីនគឺជាអង់ស៊ីមណាយើងដឹងហើយថានាទីរបស់ប្រូតេអ៊ីនមានរហូតដល់6យ៉ាងក្នុង6យ៉ាងនេះគឺនាទីដែលសំខាន់ជាងគេគឺជាអង់ស៊ីមទាំងឯងន័យថាវាដើរតួជាកាតាលីករ
រហូតមកដល់សប្តាហ៍ថ្ងៃនេះគេចាត់ទុកអង់ស៊ីមទាំងអស់ជាប្រូតេអ៊ីនណាអង់ស៊ីមទាំងអស់ជាប្រូតេអ៊ីនដូចពាក្យខាងលើមកហ្នឹងថាគ្រប់អង់ស៊ីមគឺជាប្រូតេអ៊ីនប៉ុន្តែគ្រប់ប្រូតេអ៊ីនទាំងអស់មិនមែនសុទ្ធតែជាអង់ស៊ីមទេទាំងអ៊ីតាប់លឺអត់ទាំងអ៊ី ចាលោកគ្រូលឺ ឥឡូវគ្រូអានដល់នេះហើយយើងមើលមេរៀនថ្មីអង្គស៊ីមណាអញ្ចឹងយើងថាគ្រប់ប្រតិកម្មគីមីនៅក្នុងសារពាង្គកាយរបស់យើងគឺវាប្រព្រឹត្តទៅដោយសារសារធាតុមួយយ៉ាងគេហៅថាអង្គស៊ីមណាហើយនៅក្នុងពាក្យមិញហ្នឹងគេថាអង្គស៊ីមអង្គស៊ីមទាំងអស់ជាប្រូតេអ៊ីនអង្គស៊ីមទាំងអស់ជាប្រូតេអ៊ីនមានន័យថាអង្គស៊ីមមានកំណើតកើតជាមកពីប្រូតេអ៊ីនអញ្ចឹងអង្គស៊ីមមួយណាក៏ជាប្រូតេអ៊ីនដែរប៉ុន្តែប្រូតេអ៊ីនទាំងអស់មិនមែនសុទ្ធតែជាអង្គស៊ីមទេមានថាប្រូតេអ៊ីនខ្លះវាដើរតួជាអង្គស៊ីមប្រូតេអ៊ីនខ្លះដើរតួជាប្រូតេអ៊ីនតម្រងអីយ៉ាងទៅជាអ្នកការពារជាអ្នកអីចឹងទៅអញ្ចឹងបើគេថាគ្រប់ប្រូតេអ៊ីនទាំងអស់មិនមែនសុទ្ធតែជាអង្គស៊ីមទេប៉ុន្តែគ្រប់អង្គស៊ីមទាំងអស់គឺជាប្រូតេអ៊ីនហើយថាកាយទាំងអស់គឺជាតារាណាតែតារាទាំងអស់មិនមែនសុទ្ធតែជាកាយទេគេថាបរិកម្មគីមីជាច្រើនទាមទារនៅយថាប្រភេទណានៅធម្មពលណាក្នុងបន្ទប់ពិសោធន៍ធម្មពលគឺជំរុញប្រតិកម្មគីមីគឺកម្ដៅគឺជាកម្ដៅកាលណាកម្ដៅកាន់តែក្ដៅខ្លាំងចលនានៃការប៉ះទង្គិចរបស់ម៉ូលេគុលកាន់តែកើនឡើងត្រង់ចំណុចនេះគ្រូចង់សួរបន្តិចថាពេលដែលយើងដាំទឹកហេតុអ្វីបានជាទឹកពុះផលបាទលោកគ្រូដោយសារទឹកពុះដោយសារតែម៉ូលេគុលរបស់ទឹកតង្កេតគ្នាទៅវិញទៅមកហេតុអីបានជាម៉ូលេគុលទាំងអស់ហ្នឹងវាតង្កេតគ្នាដោយសារតែកម្ដៅវាកាន់តែខ្លាំងហើយវាធ្វើចលនាលោកគ្រូម៉ូលេគុលធ្វើចលនាកម្ដៅកាន់តែខ្លាំងវាធ្វើចលនាណាបាទល្អអញ្ចឹងនៅពេលដែលយើងដុតភ្លើងវាមានកម្ដៅអញ្ចឹងកម្ដៅធ្វើឲ្យម៉ូលេគុលនៅខាងក្រោមវាស្រាលអញ្ចឹងណាបាទពេលវាស្រាលវាឡើងមកលើមកអញ្ចឹងម៉ូលេគុលដែលធ្ងន់វានឹងធ្លាក់ចុះវាធ្លាប់វាទៅប៉ះជាមួយនឹងកម្ដៅវានឹងឡើងមកលើអញ្ចឹងវាវិលទៅវិលមកវានឹងប៉ះនឹងកិច្ចគ្នាខ្លាំងបាទពេលវាក្ដៅកាន់តែខ្លាំងវាធ្វើឲ្យយើងឃើញបាទទឹកនឹងទៅជាទឹកពុះណាបាទនេះយើងចង់និយាយពីកាលណាកម្ដៅកាន់តែកម្ដៅខ្លាំងចលនានៃម៉ូលេគុលប៉ះនឹងកិច្ចរបស់វាកាន់តែកើនឡើងយើងនិយាយពីប្រតិកម្មក៏ដូចគ្នាដែរណាបាទបង្កើនល្បឿនប្រតិកម្មកាន់តែលឿនណាក្តៅកាន់តែខ្លាំងដោយសារម៉ូលេគុលវាប៉ះនឹងកិច្ចគ្នាកាន់តែខ្លាំងតែប៉ុន្តែនៅមានវិធីផ្សេងទៀតក្នុងការបង្កើនល្បឿនប្រតិកម្មគីមីពេលខ្លះយើងអាចបង្កើនកំហាប់ប្រតិករឬក៏កាតាលីករអសរីរាង្គណាកាតាលីករអសរីរាង្គហើយយើងមកមើលឧទាហរណ៍មួយនៅពេលយើងដុតកម្ដៅប៉ូតាស្យូមបាទប៉ូតាស្យូមអីពៀក្លូរ៉ាតអញ្ចឹងហ៎នៅពេលយើងដុតកម្ដៅប៉ូតាស្យូមពៀក្លូរ៉ាតយ៉ាងខ្លាំងវានឹងបញ្ចេញអុកស៊ីសែនណានេះប៉ូតាស្យូមក្លូរ៉ាតយើងដុតកម្ដៅវាមកបានប៉ូតាស្យូមក្លូបូកជាមួយនឹងអុកស៊ីសែនក៏ប៉ុន្តែគេថាប្រតិកម្មនេះប្រព្រឹត្តទៅយ៉ាងយឺតហើយទាមទារសីតុណ្ហភាពខ្ពស់បើយើងដុតប៉ូតាស្យូមក្លូរ៉ាតខ្សោយណាបើយើងដុតខ្សោយវាគ្រាន់តែរលាយពីប៉ូតាស្យូមក្លូរ៉ាតទៅជាក្លរណាទៅជាប៉ូតាស្យូមក្លរ៉ូវាអត់បញ្ចេញអុកស៊ីសែនទេប៉ុន្តែប្រសិនបើយើងបន្ថែមម៉ង់កាណេសអុកស៊ីតណាបន្ថែមម៉ង់កាណេសអុកស៊ីតមកចូលទៅក្នុងប៉ូតាស្យូមក្លូរ៉ាតហ្នឹងប៉ូតាស្យូមក្លូរ៉ាតហ្នឹងដែលរលាយនេះប្រតិកម្មនឹងបង្កើនល្បឿនហើយអុកស៊ីសែនត្រូវបានបញ្ចេញយ៉ាងឆាប់រហ័សណា
ចឹងមកពេលខ្លះគេត្រូវប្រើកាតាលីករណាកាតាលីករហ្នឹងគេហៅថាកាតាលីករអសរីរាង្គម៉ង់កាណេសអុកស៊ីតចឹងណាប្រើម៉ង់កាណេសអុកស៊ីតម៉ង់កាណេសអុកស៊ីតហ្នឹងជាកាតាលីករអសរីរាង្គនៅពេលចប់ប្រតិកម្មបរិមាណម៉ង់កាណេសនៅដដែលគ្មានការផ្លាស់ប្ដូរឡើយចឹងបានន័យថាវាដើរតួជាកាតាលីករវាគ្រាន់តែជួយជំរុញល្បឿនប្រតិកម្មទេវាមិនចូលរួមប្រតិកម្មទេណាដោយចប់ប្រតិកម្មវានៅដដែលប្រតិកម្មគីមីជាច្រើនទៀតដែលអាចប្រព្រឹត្តទៅបានយ៉ាងលឿនដោយប្រើកាតាលីករក្នុងបន្ទប់ពិសោធន៍ដើម្បីបំបែកក្លូស៊ីតខ្លាញ់ប្រូតេអ៊ីនបើគ្មានកាតាលីករទេទាមទារឲ្យមានសីតុណ្ហភាពនិងកត្តាអ្វីមួយផ្សេងទៀតដើម្បីជំរុញឲ្យប្រតិកម្មប្រព្រឹត្តទៅបានល្អផ្ទុយទៅវិញចំពោះសារពាង្គកាយរស់យើងមិនអាចប្រើប្រាស់កម្ដៅនិងកំហាប់ប្រតិករដូចក្នុងបន្ទប់ពិសោធន៍បានទេណាអញ្ចឹងយើងអាចប្រើកម្ដៅឬក៏ប្រើកាតាលីករអសរីរាង្គអីបានទេក្នុងសារពាង្គកាយរបស់យើងមានប្រតិកម្មគីមីជាច្រើនណាមានប្រតិកម្មគីមីជាច្រើនប្រតិកម្មគីមីទាំងនោះប្រើប្រាស់កាតាលីករសរីរាង្គដែលផលិតពីប្រូតេអ៊ីនដែលគេហៅថាអង់ស៊ីមអញ្ចឹងពពួកប្រូតេអ៊ីននេះគឺជាពពួកសរីរាង្គគេហៅថានៅពេលវាដើរតួជាអង់ស៊ីមគេហៅថាកាតាលីករសរីរាង្គអញ្ចឹងយើងអត់អាចប្រើកាតាលីករអសរីរាង្គឬក៏កម្ដៅសម្រាប់ដំណើរការប្រតិកម្មនឹងសារពាង្គកាយរបស់យើងបានទេអញ្ចឹងយើងត្រូវពឹងទៅលើអង់ស៊ីមអញ្ចឹងពេលនេះយើងត្រូវការដឹងពីយមន័យរបស់អង់ស៊ីមតើអង់ស៊ីមជាអ្វីណាគេថាអង់ស៊ីមជាកាតាលីករជីវៈដែលជំរុញល្បឿនប្រតិកម្មគីមីផ្សេងៗណាអង់ស៊ីមជាកាតាលីករជីវៈដែលជួយជំរុញល្បឿនប្រតិកម្មគីមីផ្សេងៗឬក៏យើងថាអង់ស៊ីមជាកាតាលីករដែលជួយជំរុញល្បឿនប្រតិកម្មគីមីផ្សេងៗដែលប្រព្រឹត្តទៅនៅក្នុងសារពាង្គកាយហើយបើសិនគេដាក់ជីវៈពីមុខចេះហើយយើងមិនបាច់ដាក់សារពាង្គកាយទៀតទេអាហ្នឹងវាស្មើនឹងមានជីវិតអង់ស៊ីមជាកាតាលីករជីវៈដែលជំរុញល្បឿនប្រតិកម្មគីមីផ្សេងៗចាំអីសៀងអីចាំលោកគ្រូចាំមើលរតនាស្អីទៅអង់ស៊ីមអង់ស៊ីមជាកាតាលីករជីវៈដែលជំរុញល្បឿនប្រតិកម្មគីមីផ្សេងៗបាទប៉ុណ្ណឹងអាចចាំមកយមន័យវាថាអង់ស៊ីមជាកាតាលីករជីវៈដែលជំរុញល្បឿនប្រតិកម្មគីមីផ្សេងៗណាបញ្ញាលឺអត់បញ្ញាបាទឥឡូវយើងមើលរូបខាងលើនេះបន្តិចមក H2O2 គេហៅអីផលទឹកអុកស៊ីសែនលោកគ្រូទឹកអុកស៊ីសែននេះអញ្ចឹងហ៎បាទដូចគេហៅទឹកអុកស៊ីសែនឥឡូវបើយើងមិនហៅទឹកអុកស៊ីសែនហៅឲ្យបានហៅឈ្មោះតាមគីមីមិនហៅម៉េចចឹងអីH2O2 យើងហៅឈ្មោះម្យ៉ាងទៀតហៅម៉េចបើយើងមិនហៅទឹកអុកស៊ីសែនទេលោកគ្រូនៅក្នុងគីមីហៅទឹកអុកស៊ីសែនដែរគីមីហៅទឹកអុកស៊ីសែនដែរមានឈ្មោះផ្សេងគេហៅចឹងលោកគ្រូបាទដូចអត់ទេលោកគ្រូមានតែមួយហ្នឹងទេលោកគ្រូគេហៅហ្នឹងមានទឹកអុកស៊ីសែនណាលោកគ្រូH2O2 ចឹងមានតែអ៊ីត្រូសែនអុកស៊ីតបាទមានតែអ៊ីត្រូសែនអុកស៊ីតលោកគ្រូចឹងចិត្តត្រូវហើយ H2O2 ហៅអី
គេហៅ hydrogen តែ peroxide មានគ្រូខ្ញុំធ្លាប់ hydrogen អ peroxide ណាឬក៏យើងហៅទឹកអុកស៊ីហ្សែននេះហ្នឹងចឹងហ្នឹងមាន H2O2 អាហ្នឹងគឺជាសារធាតុពុលណាទឹកអុកស៊ីហ្សែននេះជាសារធាតុពុលដោយយើងទឹកយើងលាងរបួសហ្នឹងទឹកអុកស៊ីហ្សែននេះហើយចឹងយើងទឹកអុកស៊ីហ្សែននេះវានឹងបំបែកក្រមកតាលីកររបស់អង់ស៊ីមណាអង់ស៊ីមហ្នឹងគេហៅថាអង់ស៊ីមកាតាឡាសវាបំបែកបាទទឹកអុកស៊ីហ្សែននេះហ្នឹងឲ្យទៅជាទឹកណាH2O នេះទឹកហើយបូកជាមួយនឹងអុកស៊ីហ្សែននេះយើងអាចធ្វើវិសោធន៍បានយើងងាយធ្វើឯនេះយើងគ្រាន់ថាយើងយកទឹកអុកស៊ីហ្សែននេះយើងអាចទិញនៅទីផ្សារបានណាហើយអង់ស៊ីមកាតាឡាសនេះវាធម្មតាវាមាននៅក្នុងភាវរស់ណាដូចគេធ្វើថ្មិញអញ្ចឹងណាគេយើងឈឺថ្មិញឈឺអីយើងទៅមកគេព្យាបាលគេត្បាល់វាទៅហើយអញ្ចឹងគេដាក់សម្លៃហើយដាក់ទឹកអុកស៊ីហ្សែននេះតែថ្ងៃដំបូងគេព្យាបាលហើយគេញុកសម្លៃហើយគេឲ្យយើងមកផ្ទះ2ថ្ងៃយើងទៅព្យាបាល2ថ្ងៃទៀតទៅទៀតអញ្ចឹងនៅពេលហ្នឹងគេដឹងថាវាសម្រាប់មេរោគអស់ឬក៏មិនអស់បាក់តេរីហ្នឹងនៅឬក៏មិននៅគេដាក់ទឹកអុកស៊ីហ្សែននេះញុកជាមួយសម្លៃទៅរុកទៅក្នុងប្រហោងថ្មិញរបស់យើងបើសិនចឹងជាវាមានប្រតិកម្មវាមានពពុះបានន័យថាបាក់តេរីហ្នឹងវានៅមានអញ្ចឹងគេអត់បាត់រុនហ្នឹងឯងគេឲ្យញុកសម្លៃឲ្យយើងទៅផ្ទះទៀតដែរឃើញទេអញ្ចឹងគេព្យាបាលតើវាដាក់ទៅឡើងពពុះបានន័យថាបាក់តេរីនៅក្នុងថ្មិញរបស់យើងហ្នឹងអស់ហើយអញ្ចឹងបានគេចាប់ដើមចាក់សាបចាក់ស៊ីម៉ង់ចូលទៅបាត់រត់នឹងចិត្តណាអញ្ចឹងវាមានអង់ស៊ីមកាតាឡាសវាមាននៅក្នុងភាវរស់អញ្ចឹងវានឹងបំបែកទឹកអុកស៊ីហ្សែននេះឲ្យទៅជាទឹកនិងអុកស៊ីហ្សែនចា៎នេះយើងចង់បង្ហាញអំពីអត្តសញ្ញាណរបស់អង់ស៊ីមមានដើរតួជាកាតាលីករអញ្ចឹងមកគេថាអង់ស៊ីមជាកាតាលីករជីវៈដែលជំរុញល្បឿនប្រតិកម្មគីមីផ្សេងយើងឧទាហរណ៍ថាអាហារដែលយើងបរិភោគមិនរលាយនៅក្នុងទឹកណាបាទឬមិនអាចផ្សាយបានអាហារទាំងនោះគឺជាម៉ូលេគុលធំដែលជាហេតុធ្វើឲ្យវាមិនអាចឆ្លងកាត់ផ្ទៃនៃភ្នែកកោសិកាបានយើងឧទាហរណ៍ថាអាមីដុងណាស្អីទៅអាមីដុងគឺដូចជាបាយដូចជាដំឡូងដូចជាអីហ្នឹងបាទអាមីដុងគឺជាពពុះនេះគេថាអាមីដុងដែលជាក្លូស៊ីតពាក្យថាក្លូស៊ីតនេះគឺសំដៅទៅលើជាតិផ្អែមរសជាតិផ្អែមណាជាងជាតិផ្អែមគឺពពុះស្ករងាយគឺក្លូយកូសគឺជាម៉ូលេគុលតូចបំផុតណាហើយវាផ្ដុំគ្នាទៅបានជាម៉ូលេគុលធំគេហៅថាប៉ូលីសាការីតមានដូចជាអាមីដុងនេះជាដើមអញ្ចឹងវាជាម៉ូលេគុលធំវាអាចជំរាបតាមភ្នែកកោសិកាបានទេអញ្ចឹងត្រូវបំបែកពីម៉ូលេគុលធំទៅជាម៉ូលេគុលតូចហើយនៅពេលត្រូវការបំបែកគឺយើងត្រូវការអង់ស៊ីមដើរតួជាកាតាលីករគេថាវាជាម៉ូលេគុលធំចំណែកឯត្រីណាក៏បង្កពីម៉ូលេគុលធំពីរប្រភេទដែរគឺប្រូតេអ៊ីនហើយនិងខ្លាញ់អញ្ចឹងប្រូតេអ៊ីនក៏ម៉ូលេគុលធំខ្លាញ់ក៏ម៉ូលេគុលធំអញ្ចឹងប្រូតេអ៊ីនខ្លាញ់អាមីដុងគឺជាម៉ូលេគុលធំដែលมันអាចជ្រាបតាមភ្នែកកោសិកាបានទេអញ្ចឹងយើងត្រូវបំបែកឲ្យវាតូចជាងនឹងទៀតដូចនេះហើយទើបម៉ូលេគុលទាំងនោះมันអាចជ្រាបចូលទៅក្នុងកោសិកានៃសារពាង្គកាយបានណាដោយសារតែវាអត់ជំរាបចេញពីផ្ទៃពោះវៀនរបស់យើងចូលទៅក្នុងឈាមហើយចូលទៅកោសិកាបានទេអញ្ចឹងយើងត្រូវបំបែកណាអញ្ចឹងសារធាតុងាយតូចដែលអាចរលាយនៅក្នុងទឹកវាទៅផ្លាស់ប្ដូរទៅជាសារធាតុងាយដែលបែកក្នុងទឹកអញ្ចឹងឧទាហរណ៍ថាអាមីដុងវាត្រូវបំបែកទៅជាក្លូយកូសណាខ្លាញ់វាត្រូវបំបែកទៅជាអាស៊ីតខ្លាញ់ឬក៏គ្លីសេរ៉ុលប្រូតេអ៊ីនវាត្រូវបំបែកទៅជាអាស៊ីតអាមីណេសហើយការបំបែកនេះគឺត្រូវពឹងទៅលើអង់ស៊ីមនឹងឯងណាអញ្ចឹងម៉ូលេគុលរបស់វាអាចជ្រាបតាមភ្នែកកោសិកាបានលំនាំនេះយើងនឹងដឹងរួចមកហើយនៅក្នុងមេរៀនកែរំលែកអាហារដែលយើងបានសិក្សាឥឡូវយើងមើលកន្លែងនេះបន្តិចរូបនឹងយើងតំណាងឲ្យអង់ស៊ីមនេះតំណាងឲ្យ substrate ណាទៅមុខទៀតយើងនឹងស្គាល់ថាស្អីទៅ substrate អង់ស៊ីមsubstrate បូកមួយ substrate បានទៅជាអង់ស៊ីម substrate ហើយពេលនេះគឺជាផលិតផលណាបន្តិចទៀតយើងស្គាល់អីទៅជាអង់ស៊ីមស្អីទៅជា substrate យើងចាំយមន័យអង់ស៊ីមមុនមួយ
អង់ស៊ីមជាកាតាលីករជីវៈដែលជំរុញបឿនប្រតិកម្មគីមីផ្សេងៗនេះខ្លីណាមកហើយយើងបន្តមកទៀតគេថាទី2គឺចំណែកថ្នាក់អង់ស៊ីមធ្វើចំណែកថ្នាក់អង់ស៊ីមក្នុងរយៈពេលថ្មីនេះអង់ស៊ីមត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញនិងដាក់ឈ្មោះប្លែកៗឈ្មោះរបស់អង់ស៊ីមតែងតែបញ្ជាក់ពីនាទីរបស់វាណាឈ្មោះរបស់អង់ស៊ីមតែងតែបញ្ជាក់ពីនាទីរបស់វាបាទឈ្មោះរបស់អង់ស៊ីមតែងតែបញ្ចប់ដោយពាក្យ a នៅទៅលើឈ្មោះរបស់ substrate ណាឥឡូវយើងថាឈ្មោះរបស់អង់ស៊ីមតែងតែបញ្ចប់ដោយពាក្យមួយថាពាក្យ a ទៅលើឈ្មោះរបស់ substrate អញ្ចឹងមុននឹងយើងចេះហៅឈ្មោះអង់ស៊ីមតើយើងស្គាល់ឈ្មោះរបស់ substrate សិនហើយយើងបន្ថែមប្រចាំបទវាដាក់ a ពីលើមុខទៅវានឹងទៅជាឈ្មោះរបស់អង់ស៊ីមឧទាហរណ៍ amylase ណាជាអ្នកជាអង់ស៊ីមបំបែកអាមីដុងគឺជាឈ្មោះរបស់ substrate អាមីដុងជាឈ្មោះរបស់ substrate amylase គឺជាឈ្មោះរបស់អង់ស៊ីមហ្នឹងជាអ្នកបំបែក substrate ហ្នឹងណាអញ្ចឹងអង់ស៊ីមវាមានអំពើទៅលើ substrate amylase ជាឈ្មោះជាអង់ស៊ីមបំបែកអាមីដុងអញ្ចឹងអាមីដុងគឺជា substrate amylase គឺជាអង់ស៊ីមអញ្ចឹងអាមីដុងយើងថែមបញ្ចាំបទ a នៅពីអញ្ចឹងទៅជា amylase ណាដើម្បីកុំឲ្យមានការភ័ន្តច្រឡំវិទ្យាសាស្ត្រសហព័ន្ធអន្តរជាតិបានកំណត់ឈ្មោះរបស់អង់ស៊ីមនីមួយៗត្រូវបានធ្វើចំណែកថ្នាក់និងហៅឈ្មោះអាស្រ័យលើកាតាលីករដែលជួយជំរុញល្បឿនប្រតិកម្មណាទី1ដោយសារកាតាលីករដែលជួយជំរុញល្បឿនប្រតិកម្មបានន័យថាអាស្រ័យទៅលើនាទីរបស់វាណាក្នុងករណីឈ្មោះរបស់អង់ស៊ីមត្រូវបានគេហៅតាមរបៀបត្រឹមត្រូវដែលមានពីរផ្នែកគេធ្វើចំណែកថ្នាក់អង់ស៊ីមជា6ក្រុមណាឥឡូវគ្រូកាត់មកវិញតើអ្វីទៅគឺជា substrate យើងយល់ពាក្យអង់ស៊ីមមិញហើយแล้ว substrate គឺជា molecule ណា substrate នេះគឺជា molecule ដែលរងនៅអំពើរបស់អង់ស៊ីមឬក៏ជា molecule ដែលអង់ស៊ីមមានអំពើទៅលើវាខ្ញុំឧទាហរណ៍ថាអាមីដុងគឺជាឈ្មោះរបស់ substrate amylase គឺជាឈ្មោះរបស់អង់ស៊ីមអញ្ចឹងអាមីដុងនឹងវានឹងរងអំពើរបស់ amylase ឬក៏អាមីដុងនឹងគឺជា molecule ដែល amylase មានអំពើទៅលើវាអញ្ចឹង amylase នឹងមានតួនាទីតែមួយគត់គឺបំបែកអាមីដុងក្រៅពីអាមីដុងនឹងវាអត់បំបែកទេណាអត់បំបែកទេអញ្ចឹងបានន័យថាវាមាននាទីរបស់វាមួយច្បាស់លាស់ដែលគេហៅថាយថាប្រភេទណាមកឥឡូវយើងរំលឹកឡើងវិញតើអង់ស៊ីមជាអ្វីផលបាទគ្រូអង្គស៊ីមគឺជាប្រតិកម្មខ្ញុំភ្លេចបាត់ហើយครับអង្គស៊ីមគឺជាភ្លេចបាត់ថ្លៃទៅផឹកទឹកនេះអត់បានស្ដាប់ទាំងអីចាលោកគ្រូអង់ស៊ីមគឺជាកាតាលីករជីវៈដែលជួយជំរុញដល់ល្បឿនប្រតិកម្មបាទល្បឿនប្រតិកម្មគីមីផ្សេងៗអញ្ចឹងណាបាទsubstrate ដូចនេះថា substrate រតនាស្រុកត្រែsubstrate គឺជា substrate ហ្នឹងត្រូវហ៎អង់ស៊ីមហ្នឹង substrate បាទ substrate តើ substrate ជាអី ជាអង្គហ្នឹង substrate គឺជា molecule
đại rong nâu pơ rồi bỏ ông xìm nè mà rong nâu pơ bỏ ông xìm chẳng dân xã ôi tí họ mở ta ở vậy khác cứ chỉ substrate đó nhưng mà tí họ mỗi cứ amidon substrate nên đôi chỉ amidon bây giờ này ai tí họ substrate mỗi ba đấy substrate cứ chỉ molecule là rong nâu pơ rồi bỏ ông xìm rồi có chỉ molecule đại ông xìm trên nâu pơ từ lâu về oxidore độ ta và oxidorata anh nói mình chỉ cái chấm mua được bao ông xím tay tay bình chóp từ đó ôi tại chống cứ tốt tay chỉ mua bao ông xím mà nhé chỉ amila nên mua ông xím ơi nhé ở đây chống chẳng cụ cho ngồi tiền họ với amidon cứ chỉ substrate nhé chẳng thì họ đưa amidon chẳng ạ ta substrate nó miền này khác thì họ mới ở vậy chỉ molecule substrate đồng lý amidon cứ chỉ substrate lấy khảo vì amidon ai kì toàn vô lấy ở Paul ở thì họ ba này ai cái chỉ substrate nó có phosphate hả phosphate thở của phosphate phosphate của phosphate chỉ amidon ấy mà phosphate chỉ substrate phosphate chỉ substrate mà lên phosphate khi chỉ molecule substrate mới xem ý thì họ mùi mơ protein là khổ mà protein nè tao nói ra từ nè protein amidon nè phosphate nên phát tài chỉ substrate lipid có chỉ substrate này nhé dân trong hao cho mua ăn gì một tiêu thà protein cứ chỉ substrate vì rong nó pơ rồi bỏ ăn gì chẳng ta ăn gì đại bồng bài protein đó mua ấy dân trong hao cho mua ăn gì đại bồng bài protein chẳng dân tổ score cho mua protein một này hai dân chạm thá cho mua bỏ ăn xím với tay tại bình chọc từ đòi pH rồi nô lơ cho mua hộp bỏ substrate đấy mà ta ăn xím cho mua váy đang bồng bài protein hả nó có ăn xìm nó bị chia protein lá vậy protein lá nó cũng protein nè protein viên nâng bài protein nhé vô pH mà thêm lên molecule substrate trong máu theo thà lẩu lipid ông gì mấy đây một bài lipid chúng ấy chẳng như có chúng lipid mua nên cứ chỉ chúng một bỏ substrate chẳng như trong từ đó chúng bỏ ăn xím dân vô pH mà thêm từ lời chúng một bỏ lipid chẳng lipid tao chỉ ấy tham A về tao chỉ lý bạc nhé lý bạc cứ chỉ chúng một bỏ ăn xím sầm rạp bồng bài lipid amylaseคือจะmua bỏ ăn xím សម្រាប់បំបែក amidon អញ្ចឹងយើងបាន amylase ឈ្មោះ amylase ហ្នឹងយើងយកមកពី amidon នេះអញ្ចឹង amidon ថែម pH ហ្នឹងអញ្ចឹងបានទៅជា amylase protein ថែម pH ហ្នឹងអញ្ចឹងបានទៅជា protein lipid ថែម pH ហ្នឹងអញ្ចឹងទៅជា lipase អញ្ចឹង substrate គឺជា molecule ដែលអង្គស៊ីមមានអំពើទៅលើវាមានដូចជា amidonមានដូចជា protein មានដូចជា lipid ណាមានដូចជាយើងថាអី phosphate ណា phosphate ដល់អង្គស៊ីម phosphate យ៉ាងមកថែមអាសចុងមក
Ờ, nếu như vậy pi ca hao cho một bộ ông xím cứ dân prao pi á nơi gần trong từ lời cho một bộ subtrate lỡ cái chai nữa cái chai chùm này thế nào bộ ông xím nâng đời ai từ lời cái ta pi thì mua cái ta bà giật tha cái phết giật tha pro phết này cái ta lì có đây chùm rồi là bướn và được cam tí pi cứ tẹt tông nâng ai từ lời cho một bộ subtrate đây bên chọc từ đời pi á nơi gần trong đi cái chai cái thua chùm này thế nào ông xím chia bằng mũi crom thông thông nữa mũi crom thông thông nó miền này là hiện and bên máu miền tim mũi oxidorreductase nữa TP transfera T3 hydrola chạm rộp hoặc liên á T4 liga là dương rộp dần tim mũi oxidorreductase nữa TP transfera cái ấy chúng mua ông xím xạ a chồng bay hydrola nữa oxidorreductase transfera hydrola nữa liga dừng đầu pi tiết cứ isomera một tiết liga nữa giờ chạm mà nế isomera liga đấy trong khỏi miền oxidorreductase nữa transfera Europe này máu hydrola liga isomera nâng liga chả mấy ra tên nè cảm khăn rồi như đoạn đoạn tiết tí mũi cứ oxidorreductase nữa tí pi cứ transfera tí bay hydrola tí buôn liga tí pram isomera tí mũi liga và tiếng y rồi mỗi tiếng y Trong lúc khu tim mũi oxidorreductase TP transfera T3 hydrola T4 liga T5 isomera T6 liga và chẳng cái thưa chấm này thân nặng ăn xím chia vào mũi crom thông thông tí mũi cứ oxidorreductase nè oxidorreductase này cứ ăn xím đã cho ru proticam oxidorreductase nè đưa có cái hào tháp proticam redox nắng thân nặng rong bọc crom ní miền trào tiên nè miền dehydrogena nè oxidana p oxida redoxa nâng hydroxy lạc nữa cho nên dương đâu bạn chạm tới bây giờ cua chạm nhưng cua chạm ta oxidorreductase chị ấy nữa với chị ông xím đại churu proticam oxidorreductase rồi dương của bạn chạm mà khó tiết ta bằng mũi crom thông thông đấy dương tỏ là chạm ơi nữa oxidorreductase transfera hai năng chẳng oxidorreductase này cứ chỉ ông xím đại churu proticam oxidorreductase transfera nữa tí transfera rotana tí muối oxidorreductase tí transfera nó cứ chỉ ông xím đại churu proticam kimi thả một phế đòi t molecule pi bằng đồng muối tấu bằng đồng muối tiết đôi chia bằng đồng màu mít có bằng đồng carboxyl chỉ đào nữa transfera hydrola nó cứ chỉ ông xím đại churu nông proticam bắt đạch sòng pon kimi nữaដោយមានការភ្ជាប់អ៊ីយ៉ុង OH និងអ៊ីយ៉ុង H3 ដែលបានមកពី molecule ទឹកនៅគេហៅថា proticam hydrolyse បាទមួយទៀត liga ជាអង្គស៊ីមដែលបំបែកទឹក
និងកាបូនឌីអុកស៊ីតអាម៉ូញ៉ាក់ក្នុងនោះមានដេអ៊ីដ្រាតាសយ៉ាងមកណាបាទមានច្រើនមួយទៀតយើងនិយាយអំពីបាទអ៊ីសូមេរ៉ានេះគឺជាអង់ស៊ីមដែលជំរុញប្រតិកម្មក្នុងម៉ូលេគុលដើម្បីរៀបចំម៉ូលេគុលជាថ្មីឡើងវិញណាអ៊ីសូមេរ៉ាមួយទៀតលីហ្កាអញ្ចឹងលីហ្កាជាអង់ស៊ីមដែលចូលរួមប្រតិកម្មបង្កើតសម្ព័ន្ធគីមីរវាងម៉ូលេគុលស៊ុបស្ត្រាត2ណាបាទថាមពលដែលផ្ដល់ប្រតិកម្មនេះបានមកពីអ៊ីដ្រូឡាសនៃ ATP អញ្ចឹងយើងត្រឡប់មកវិញថាអង់ស៊ីមគេចែកវាជា6ក្រុមធំដែលមានថាមានអុកស៊ីដូរេដូតាមានត្រង់ស្វីរ៉ាអ៊ីដ្រូឡាលីយ៉ាណាអ៊ីសូមេរ៉ាហើយនិងលីកាចឹងចំណុចសំខាន់នៅក្នុងដែលយើងរៀនវិញគឺ6ចំណែកចំណាត់ថ្នាក់ហើយនឹងការហៅឈ្មោះរបស់អង់ស៊ីមហើយយើងដឹងយមន័យរបស់អង់ស៊ីមហើយនឹងយមន័យរបស់ substrate ណាចឹងខ្ញុំម៉ោងនេះក្រោយនេះយើងនឹងបញ្ជាក់ substrate ម្ដងទៀតនៅក្នុងនេះមានតារាងគេហើយណាឃើញទេ substrate នៃអង់ស៊ីមsubstrate មានន័យ lipid នេះគេហៅ lipase ណាអង់ស៊ីមហៅ lipase អ៊ុយរ៉េគេហៅ urease ឃើញទេចឹងឲ្យតែមានពាក្យ as ចឹងគឺជាឈ្មោះរបស់អង់ស៊ីមហើយវាបានឈ្មោះនឹងមកពីណាបានមកពីឈ្មោះរបស់ substrate គ្រាន់តែយើងបន្ថែមពាក្យ as នៅខាងចុងអញ្ចឹងយើងថ្ងៃនេះយើងប៉ុណ្ណឹងចុះអាចចាំយើងតទៀតណាសម្រាប់ចុះបាទ លោកគ្រូ បាទ